វាអាចដឹកគ្រាប់បែកនុយក្លេអ៊ែរប៉ុន្តែมันអាចដឹកសាំងសម្រាប់ត្រឡប់មកវិញបានទេនៅក្នុងថ្ងៃមុនពេលដែលដុងហ្វេងអេកស្ប្រេសមកដល់ហុងកុងកងទ័ពអាកាសចិនមានក្រុមអ្នកដឹកជញ្ជូនពិសេសមួយពួកគេមិនបញ្ជូនកញ្ចប់ទេគឺបញ្ជូនគ្រាប់បែកស្រាអាសយដ្ឋានមិនមែនជាលេខផ្ទះទេគឺជាខ្សែក្រហមដែកនៃស៊ីបេរីផ្នែកអាក្រក់បំផុតគឺថានៅពេលដែលអេកស្ប្រេសនេះត្រូវបានចុះហត្ថលេខាអ្នកដឹកជញ្ជូននឹងមិនអាចត្រឡប់មកផ្ទះវិញឡើយនេះគឺជាការរួមបញ្ចូលគ្នារវាងកាំភ្លើងម៉ាស៊ីន5ធំនិងគ្រាប់បែកស្រាម៉ាក1ដែលត្រូវបានគេស្គាល់ថាជាប្រាសាទរបស់ព្រះអង្គម្ចាស់ទី5នៅពេលនោះសូវៀតបានប្រមូលកងទ័ព 1.153 លាននាក់នៅព្រំដែនតែងកៅអីមានទម្ងន់សរុប 1.4 លានតោនដែលក្រាស់ជាងចរាចរណ៍នៅរដូវកំពូលនៃប៉េកាំងអ្វីដែលគួរឲ្យភ័យខ្លាចជាងនោះគឺសូវៀតចង់ធ្វើការវាយប្រហារវះកាត់ដែលស្មើនឹងការយកគ្រាប់បែកនុយក្លេអ៊ែរជាមជុលវះកាត់មកព្យាបាលយើងនៅពេលនោះយើងមានគ្រាប់បែកស្រា3លានតោននៅក្នុងដៃប៉ុន្តែបញ្ហាគឺខ្សែក្រហមហោះហើរយឺតហើយវេទិកាបាញ់គឺជាគោលដៅរស់រ៉ុកែតដុងហ្វេងនៅតែមិនទាន់មានសមត្ថភាពចម្បាំងហើយខ្សែក្រហមដែកសូវៀតនៅឆ្ងាយពីព្រំដែនជិតបំផុត400គីឡូម៉ែត្រអ្នកជំនាញយោធាបានដាក់គ្រាប់បែកស្រាទៅក្នុងម៉ាស៊ីនយន្តហោះដោយជើងធំដូច្នេះពួកគេបានធ្វើការកែប្រែយ៉ាងខ្លាំងគឺចងគ្រាប់បែកស្រាដែលមានទំហំដូចទូទឹកកកឲ្យតូចទៅដូចកំប៉ុងសាំងវាមានអង្កត់ផ្ចិតតែ 0.5 ម៉ែត្រនិងមានទម្ងន់210គីឡូក្រាមវាមានថាមពលស្មើនឹងថានចំនួន 20,000 តោនដែលស្មើនឹង 1.5 ដងនៃចំនួនគ្រាប់បែកបម៉ាណូនៅខ្វាងជូវបន្ទាប់មកពួកគេបានបន្ថែមរបារតាមដានដីលើជញ្ជាំងវាហោះហើរកម្រិតទាបខ្លាំងហើយកៅអីអ្នកបើកបរមានឧបករណ៍ក្បាលពិសេសសម្រាប់គ្រាប់បែកនុយក្លេអ៊ែរអ្នកបើកបរត្រូវប្រើម៉ាស៊ីនការពារពន្លឺវាហោះចេញពីអាកាសយានដ្ឋានហៃឡានៃម៉ុងហ្គូលីឆ្លងកាត់ជ្រលងភ្នំសេនយ៉ាលីននៃស៊ីបេរីនៅល្បឿន 900 គីឡូម៉ែត្រក្នុង1ម៉ោងហ្គេមជីវិតនិងសេចក្តីស្លាប់នេះខូខើប៉ុណ្ណាជាយន្តហោះវាយប្រហារតូចរង្វង់ចម្បាំងបន្ទាប់ពីទម្លាក់គ្រាប់បែកនុយក្លេអ៊ែរមានតែ400គីឡូម៉ែត្រទោះយ៉ាងណាគោលដៅលើកនេះនៅឆ្ងាយជាង 1000 គីឡូម៉ែត្រពីក្រុមរថក្រោះបាសាហ៊ូនិងផ្លូវដែកស៊ីបេរីបន្ទាប់ពីទម្លាក់គ្រាប់បែកដំបូងមានតែសាំងសល់200គីឡូម៉ែត្រនៅក្នុងធុងនេះមានន័យថាទោះបើអ្នកជិះវាងគ្រាប់បែកនុយក្លេអ៊ែរបានអ្នកបើកបរនៅតែត្រូវជ្រើសរើសរវាងជម្រើស2ឬក៏ធ្វើចុះចតដោយឆ្នូតរុនតាមវាលស៊ីបេរីក្នុងសីតុណ្ហភាព0ដល់40អង្សាសេឬក៏បន្តហោះទៅទិសខាងកើតហើយឈ្នះឆ្នោតនៅអាកាសយានដ្ឋានយោធាសូវៀតនៅពេលវឹកហាត់អ្នកបើកបរចាស់បាននិយាយថាមុនហោះចេញត្រូវចាំដាក់ខោអាវនៅក្នុងស្រទាប់កៅអីបើអ្នកអាចចុះចតដោយរស់អ្នកជាអ្នកឆ្នើមសូវៀតមិនដែលគិតថាចិននឹងប្រើយន្តហោះតូចមកវាយប្រហារនុយក្លេអ៊ែរឡើយរ៉ាដារ៉ុកែតសូវៀតអាចមើលឃើញតែព្រៃទោះបីជាយន្តហោះ MiG-25 អាចហោះបានល្បឿន3ដងក៏ពួកគេមិនហ៊ានបាញ់ដែរនៅពេលដែល MiG-25 ចំនួន400គ្រឿងហោះឡើងស្ថានីយ៍រ៉ាដាទាំងអស់នៅតាមផ្លូវដែកស៊ីបេរីនឹងផ្ទុះអ្វីដែលអស្ចារ្យបំផុតគឺហេតុផលនៃការគំរាមកំហែងដោយអត្តឃាតសូវៀតមិនដែលយល់ថាហេតុអ្វីនរណាម្នាក់ចង់រចនាវិធីសាកសួរដែលមិនអាចត្រឡប់មកវិញនិយាយតាមភាសាសម័យនេះគឺជាការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនិងជាការបន្លុះបន្លំយ៉ាងខ្លាំងឥឡូវមើលហុងលីអូជាមួយ Eagle 21កុំភ្លេចរឿងព្រះអង្គម្ចាស់ទី5ដ៏ឃ្លាវខ្លាព្រះអង្គម្ចាស់ទី5បានប្រើគ្រាប់បែកនុយក្លេអ៊ែរដើម្បីដូរជីវិតឥឡូវព្រះអង្គម្ចាស់ទី5មួយអាចបញ្ជាយន្តហោះគ្មានអ្នកបើកដែលមានមីស៊ីល